ក្របបីព្រៃពេជ្រសម្បត្តិមុននឹងជួបសុទ្ធីកាកាត្រៀមជួបដៃគូចាស់របស់បឺតសង្ឃឹមគឺយោធិនវ៉ាគ្រប់ហើយក៏ជាដៃគូចាស់របស់បារដ្ឋាំងផងដែរអ្វីដែលពិសេសនោះគឺកីឡាករម្នាក់នេះដែលជួបជាមួយនឹងកបីព្រៃពេជ្រសម្បត្តិនៅថ្ងៃទី14នេះណាគឺប្រវត្តិរបស់គាត់គឺធ្លាប់ឈ្នះបាទសុទ្ធតែឈ្នះបាទឈ្នះកីឡាករយោធិនវ៉ាគ្រប់ហើយនឹងឈ្នះដៃគូចាស់របស់រដ្ឋាំងទៅទៀតបាទពិតជាមិនធម្មតាហើយកីឡាករកាប៊ូតូនេះបាទមិនធម្មតាទេប្រវត្តិបាទធ្លាប់ជួបជាមួយនឹងកីឡាករថៃផងកីឡាករជប៉ុនផងហើយអ្វីដែលពិសេសនេះគឺគាត់ធ្លាប់បើយើងនិយាយទៅថាជំនាញរបស់គាត់គឺកង់បាទចេញមករៀមនេះឯងបាទអញ្ចឹងអ្វីដែលបងប្អូនយើងចង់ឃើញការប្រកួតកង់ចេញមករៀមកង់តូចអីហ្នឹងគឺអាចទស្សនាការប្រកួតមួយនេះបាទអញ្ចឹងមុននឹងបាទកបីព្រៃបាទទៅជួបជាមួយនឹងបាទសុទ្ធីកាកាណាបាទអញ្ចឹងតន់តែឆ្លងកាត់ម្នាក់នេះសិនបាទចាំមើលទៅជាយ៉ាងណាហើយកីឡាករម្នាក់នេះបងប្អូនបាទប្រវត្តិគាត់គឺល្អខ្លាំងមែនទែនហើយអ្វីដែលពិសេសនោះគឺបាទការប្រកួតរបស់គាត់គឺកង់ចេញមករៀមប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលហ្នឹងគឺការប្រកួតប៉ុណ្ណឹងគឺវាអត់សំខាន់ទេបាទសំខាន់គឺជួបគ្នានៅលើសង្វៀនពិសេសហ្នឹងគឺគាត់ធ្លាប់ជួបជាមួយនឹងកងធរណីបាទជួបជាមួយនឹងកីឡាករផ្សេងទៀតបាទចរិនសឹកអីហ្នឹងណាសិតតែធ្លាប់គេហៅថាជើងខ្លាំងនៅសង្វៀនវ័នដែរណាអញ្ចឹងមកប៉ះជាមួយនឹងកបីព្រៃដែលជាកីឡាករដែលល្បីខ្លាំងនៅក្នុងទឹកដីកម្ពុជាយើងហើយអ្វីដែលពិសេសនោះគឺជំនាញរបស់គាត់គឺកង់បាទចេញមករៀមដូចគ្នាអញ្ចឹងបាទប្រម៉ូទ័រដាក់មកនេះគឺចំប្លង់គេហៅថាទស្សនិកជនហើយអញ្ចឹងថ្ងៃទី14នេះបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាអញ្ចឹងចាំមើលថាតើពេជ្រសម្បត្តិមុននឹងឆ្លងកាត់ទៅជួបជាមួយនឹងសុទ្ធីកាកាប៉ះជាមួយនឹងកីឡាករបរទេសម្នាក់នេះបាទទៅជាយ៉ាងណាហើយអ្វីដែលពិសេសហ្នឹងគឺគេមានប្រវត្តិដ៏អស្ចារ្យឈ្នះយោធិនវ៉ាគ្រប់បាទឈ្នះបាទកីឡាករដេនីសដែលធ្លាប់ជាដៃគូបាទចាស់របស់រដ្ឋាំងផងដែរអញ្ចឹងកាបូតូនេះគឺមិនធម្មតាទេប្រវត្តិបាទប្រវត្តិល្អមែនទែនប៉ុន្តែគ្រាន់តែថានៅលើសង្វៀនយើងអត់ដឹងថាមិនដែរទេបាទគេក៏ខ្លាំងយើងក៏ខ្លាំងបាទហាត់ដូចគ្នាប៉ុន្តែយើងគ្រាន់តែដឹងថាគាត់មានប្រវត្តិដ៏ល្អប៉ុណ្ណេះហើយខ្ញុំជឿជាក់ថាដឹងតែល្អមើលហើយបាទជាពិសេសបងប្អូនពុកម៉ែមីមិញដែលគាត់តែងតែស្នេហាវិស័យគុនខ្មែរណាឈ្នះចាញ់យើងគួរតែបាទលើកទឹកចិត្តដល់កីឡាករបាទកីឡាករគុនខ្មែរយើងបាទអញ្ចឹងកុំភ្លេចបងប្អូនយើងបាទថ្ងៃទី14កុំភ្លេចណាបាទចាំមើលកីឡាករពេជ្រសម្បត្តិអាចផ្ដួលកីឡាករកាបូតូនេះបានឬមួយក៏កាបូតូនេះអាចឈ្នះទៅលើពេជ្រសម្បត្តិបាទអញ្ចឹងកុំភ្លេចទៅទស្សនាទាំងអស់គ្នាមុននឹងកបីព្រៃទៅជួបជាមួយនឹងសុទ្ធីកាកាជួយខមមិនទាំងអស់គ្នាមើលថាតើប្រវត្តិប៉ុណ្ណឹងអាចជួបជាមួយនឹងកបីព្រៃបានឬមួយក៏យ៉ាងណាប្រវត្តិប៉ុណ្ណឹងអស្ចារ្យអត់បាទមុននឹងជួបកបីព្រៃពេជ្រសម្បត្តិអញ្ចឹងបងប្អូនយើងកុំភ្លេចណាជួយគ្រប់គ្រងគុណខ្មែរទាំងអស់គ្នាផងបាទកុំភ្លេចណាបាទជួយ share បាទថ្ងៃទី14បាទអរគុណបាទមានមតិខមមិនអីបើមានភាពកោះឆ្គងអាចខមមិនខាងក្រោមទាំងអស់គ្នាផងអរគុណ